ជួននៅព័ត៌មានដែលក្នុងខេត្តចាព្រះសីហនុវិញពាក់ព័ន្ធទៅនឹងចំណីអាហារនាំចូលមកពីប្រទេសថៃកំពុងតែคล้ายទៅជាកង្វល់របស់ប្រជាពលរដ្ឋគឺស្លាប់មន់ជង្គង់មន់និងប្រហិតនាំចូលមកពីប្រទេសថៃត្រូវបានគេសង្កេតឃើញថាមានលក់គ្រប់ទីកន្លែងគ្រប់ច្រកល្ហកនៅក្នុងក្រុងព្រះសីហនុហើយក៏ជាចំណីអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺគេពុំដែលឃើញមន្ត្រីជំនាញកម្មគ្រប់គ្រងចុះធ្វើការត្រួតពិនិត្យចំណីអាហារទាំងនោះម្ដងណាឡើយអំពីគុណភាពនិងផលប៉ះពាល់នានាជាពិសេសនៅទីតាំងចែកចាយស្លាបមន់ជង្គង់មន់និងប្រហិតចាប់ប្រជាពលរដ្ឋជាច្រើននៅខេត្តព្រះសីហនុបានសម្ដែងទស្សនៈដូចគ្នាថាបន្ទាប់ពីមានការផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងផលប៉ះពាល់ចំណីអាហាររបស់កុមាររួចមកគេសង្កេតឃើញថាមន្ត្រីជំនាញកម្មគ្រប់គ្រងគ្រប់ខេត្តជាពិសេសខេត្តព្រះសីហនុចាគឺបានស្ទុះស្ទាចុះពិនិត្យគួរឲ្យសរសើរប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺចំណីអាហារដែលកំពុងប្រឈមនឹងមនុស្សធំនិងកុមារនោះបែរជាមន្ត្រីកម្មគ្រប់គ្រងហាក់ធ្វើមិនដឹងទៅវិញដូចជាស្លាបមន់ជង្គង់មន់និងប្រហិតដែលឈ្មួញនាំចូលមកពីប្រទេសថៃបានមានដោយខ្លះមានច្បាប់ខ្លះក៏អត់ច្បាប់លក់ទាំងតោនក្នុងមួយថ្ងៃចាប់ប្រភពដដែលបានបន្តថាស្លាបមន់ជង្គង់មន់និងប្រហិតទាំងនេះគឺពួកគាត់ពុំបានដឹងថាមានផលប៉ះពាល់ប៉ុន្មានទេប៉ុន្តែពួកគាត់មានការសង្ស័យថាចំណីអាហារទាំងនេះពិតណាស់កំពុងតែបំផ្លាញដល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដព្រោះនៅលើចំណីអាហារទាំងនោះហាក់ពុំមានចាការប្រែប្រួលបន្តិចឡើយបើទោះបីការរក្សាទុករយៈពេលយូរយ៉ាងណាក៏ដោយចាប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធសូមមេត្តាចុះធ្វើការត្រួតពិនិត្យផងព្រោះនៅខេត្តព្រះសីហនុកំពុងតែមានការធំក្លិនអំពីភាពមិនប្រក្រតីជុំវិញការនាំចូលចំណីអាហារទាំងនេះចាលោកជាបិចមន្ត្រីសាខាកម្មគ្រប់គ្រងខេត្តព្រះសីហនុបានបញ្ជាក់ថាចំពោះការនាំចូលស្លាបមន់ជង្គង់មន់និងប្រហិតពីប្រទេសថៃនេះគាត់ពុំបានដឹងនោះទេប៉ុន្តែនៅតាមមាត់ច្រកមន្ត្រីកម្មគ្រប់គ្រងបានធ្វើការត្រួតពិនិត្យរួចហើយលោកសន្យាថានឹងធ្វើរបាយការណ៍ជូនអគ្គនាយកកម្មគ្រប់គ្រងដើម្បីឆ្លងយោបល់សុំការត្រួតពិនិត្យនិងបាតុភិបអំពីបាតុភិបផ្សេងៗនោះចាបាទនេះគឺជើងមន់និងជង្គង់មន់ដែលខាងខេត្តព្រះសីហនុគាត់លើកឡើងមកណាថាខាងកម្មគ្រប់គ្រងមិនបានត្រួតពិនិត្យបាទរឿងស្លាប់មន់និងជង្គង់មន់នេះនៅពេញយើងក៏មានការពេញនិយមដែរបាទអញ្ចឹងពេលយើងនិយាយទៅប្រកាសជាប៉ះពាល់ទៅដល់អ្នកលក់ដូរហើយដែលគាត់បានចំណេញបានអីពីការលក់ដូរជង្គង់មន់នឹងប៉ុន្តែពេលខ្លះយើងត្រូវគិតគូរអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋតើនៅពេលដែលគាត់មកទទួលទានជង្គង់មន់ឬក៏ស្លាប់មន់ដែលមិនបានគិតគូរពីគុណភាពមិនបានគិតគូរអំពីបញ្ហាសុខភាពតើពួកគាត់នៅពេលអនាគតតើពួកគាត់នឹងឈឺនឹងទៅជាយ៉ាងណាបាទអញ្ចឹងលើកឡើងដើម្បីឲ្យខាងកម្មគ្រប់គ្រងមេត្តាពិនិត្យបើសិនមិនមានសារធាតុគីមីទេគឺអាចនាំចូលបានបាទអញ្ចឹងគឺត្រូវតែពិនិត្យឲ្យបានច្បាស់លាស់មិនមែនចេះតែដាក់លក់ឲ្យប្រជាពលរដ្ឋគាត់អត់ដឹងទេឲ្យតែឆ្អិនហើយឃើញមិញហ្នឹងខ្ញុំក៏លេបទឹកមាត់ដែរឃើញឆ្អិនឆ្អៅអញ្ចឹងណាបាទក្រហមអញ្ចឹងជាចង់ញ៉ាំដែរហើយបាទអញ្ចឹងតើតែមានការចូលរួមគ្នាដើម្បីធ្វើយ៉ាងណាកុំឲ្យមានបញ្ហាសារធាតុគីមីអញ្ចឹងទៅបាទឥឡូវសូមបញ្ចប់ព័ត៌មាននឹងត្រឹមប៉ុណ្្នឹងចុះហើយយើងបន្តជម្រាបជូននៅព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងកម្លាំងមុខឃាវកម្ពុជាចូលរួមធ្វើលំហាត់វឹកវើរក្សាសន្តិភាពនៅប្រទេសម៉ាឡេស៊ីឯអាដាមនាយអាដាមសេនីសែមសវណ្ណីអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោះសម្អាតមីននិងកាកសំណល់សង្គ្រាមបានប្រាប់ទូរទស្សន៍ហងមាសឲ្យដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី2ខែកញ្ញាឆ្នាំ2015នេះថាកម្ពុជាបានបញ្ជូនកម្លាំងមុខឃាវចំនួន41នាក់ទៅចូលរួមធ្វើការវឹកវើជំនាញមួយចំនួនក្នុងការបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាឡេស៊ីគឺរយៈពេល10ថ្ងៃវគ្គវឹកវើនេះរួមមានជំនាញស្ដីពីប្រព័ន្ធនានារបស់អង្គការសហប្រជាជាតិរចនាសម្ព័ន្ធបេសកកម្មរបស់អង្គការសហប្រជាជាតិនិងបុគ្គលិកហើយសារៈសំខាន់នៃការរក្សាសន្តិភាពទួលនីតិទាំងឡាយរបស់កងកម្លាំងរក្សាសន្តិភាពការបញ្ជាការត្រួតពិនិត្យការប្រតិបត្តិការរក្សាសន្តិភាពច្បាប់ទាំងឡាយសម្រាប់យកទៅអនុវត្តនិងប្រើប្រាស់ដល់កម្លាំងមុខឃាវហើយការការពារជនស៊ីវិលផលប៉ះពាល់ជនដែលងាយនឹងរងគ្រោះពាក់ព័ន្ធទៅនឹង gender ការការពារកុមារការធ្វើចរាចរណ៍ការជួញដូរកុមារអាកប្បកិរិយាវប្បធម៌ក្រមសីលធម៌ការរំលោភបំពាននិងការជួញដូរផ្លូវភេទការបង្ហាញដោយសង្ខេបអំពីផុសពៀនិងអង្គការសហប្រជាជាតិហើយនៅក្នុងវគ្គវឹកវើនេះក៏បានសិក្សាអំពីច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សហើយសកម្មភាពការងារសិទ្ធិមនុស្សអន្តរជាតិ
ចាគោលគំនិតនៃបេសកកម្មរួមនឹងដំណើរគឺធ្វើផែនការបេសកកម្មរួមមានតួនាទីរបស់បុគ្គលិកនៅទីបញ្ជាការចាការងារប្រចាំថ្ងៃនិងនីតិវិធីទាំងឡាយគោលគំនិតផែនការនិងបទបញ្ជាចាឲ្យពាក់ព័ន្ធទៅនឹងមីនហើយនឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសន្តិសុខផ្ទាល់ខ្លួនផ្នែកពេទ្យនិងភាពបត់បែនផ្សេងៗចាឯកឧត្តមក៏បានឲ្យដឹងទៀតថាចំពោះកងកម្លាំងមុខឃាវកម្ពុជាដែលចូលរួមធ្វើលំហាត់ហ្វឹកវើនេះគឺផ្ដល់ចំណេះដឹងនិងសមត្ថភាពដល់មេបញ្ជាការកងអនុសេនីយ៍តូចនាយក្រុមចានិងសមាជិកនៅក្នុងកងអនុសេនីយ៍តូចនៅតំបន់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដោយមានសមត្ថភាពជំនាញនិងការទទួលខុសត្រូវខ្ពស់នៅរាល់ភារកិច្ចនិងបេសកកម្មរបស់ខ្លួនក្នុងនាមជាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបាទកម្ពុជាបានចូលរួមរក្សាសន្តិសុខនៅឯក្រៅប្រទេសបាទក្រមឆ័ត្រអង្គការសហប្រជាជាតិនឹងគឺបានបញ្ជូនទៅច្រើនប្រទេសនៅឯប្រទេសម៉ាលីប្រទេសអាហ្វ្រិកខាងបាទសូដង់បាទអញ្ចឹងនេះគឺជាការចូលរួមកិច្ចការអន្តរជាតិបាទការរក្សាសន្តិសុខអញ្ចឹងទៅបាទនៅតែប្រទេសណាដែលមានបញ្ហាសង្គ្រាមបាទយើងទៅចូលរួមបាទអញ្ចឹងកម្ពុជាគឺបានចូលរួមយ៉ាងច្រើនឥឡូវយើងបន្តព័ត៌មានពាក់ព័ន្ធនឹងឯកឧត្តមសេនីយ៍ឯកប្រសិទ្ធបានធ្វើការផ្សព្វផ្សាយអប់រំចិត្តសាស្ត្រទៅដល់នាយនៃរោងនៃកងរាជអាវុធហត្ថបាទដែលមានការអនុញ្ញាតពីឯកឧត្តមសេនីយ៍សៃសុខាអគ្គបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាទនៅព្រឹកថ្ងៃទី1ខែកញ្ញាឆ្នាំ2015នេះនៅឯសាលាកងរាជអាវុធហត្ថកំបូលដែលមានការចូលរួមពីនាយរងនៃកងរាជអាវុធហត្ថចំនួន557នាក់មកពីស្នងការទាំង6ចំណុះទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាទហើយឯកឧត្តមសេនីយ៍ឯកប្រសិទ្ធមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានក្រុមការងារផ្សព្វផ្សាយចិត្តសាស្ត្រប្រចាំឆមាសទី2សម្រាប់ឆ្នាំ2015នេះបានមានប្រសាសន៍ថានាយនៃរងនៃកងរាជអាវុធហត្ថឲ្យយល់ដឹងជ្រាបអំពីទូនាទីភារកិច្ចនិងបេសកកម្មរបស់ខ្លួនក្នុងការបម្រើជាតិមាតុភូមិកងរាជអាវុធហត្ថគឺជាផ្នែកមួយនៃកងយុទ្ធពលខេមរៈភូមិន្ទហើយមានទូនាទីយ៉ាងសំខាន់បាទសម្រាប់សង្គមទាំងមូលក្នុងការថែរក្សាពង្រឹងសន្តិសុខស្ថិរភាពនយោបាយនិងរក្សាសណ្ដាប់ធ្នាប់សាធារណៈហើយកងរាជអាវុធហត្ថមានទូនាទីភារកិច្ចនិងបំពេញបេសកកម្មខុសពីកងទ័ពដោយខាងក្រោមបាទរ៉ាប់រងសកម្មភាពខាងប៉ូលីសរដ្ឋបាលប៉ូលីសតុលាការបំពេញបេសកកម្មមានលក្ខណៈពិសេសបាទខាងយោធានឹងផ្ដល់កម្លាំងទៅជួយក្រសួងនានាដែលបានស្នើសុំតាមសេចក្តីត្រូវការបាទគោលការណ៍នៃសកម្មភាពរបស់កងរាជអាវុធហត្ថគឺបង្ក្រាបបង្ការនិងសង្គ្រោះបាទដូច្នេះគ្រប់សកម្មភាពរបស់កងរាជអាវុធហត្ថត្រូវអនុវត្តតាមបណ្ដាវិធានការទាំងឡាយដែលបានកំណត់ដោយច្បាប់ផងដែរបាទនេះគឺជាការពន្យល់ទៅដល់នាយនៃរងនៃកងរាជអាវុធហត្ថដើម្បីឲ្យយល់អំពីចិត្តសាស្ត្រផ្សេងៗទៅពេលដែលបំរើទៅដល់សង្គមជាតិនោះបាទឥឡូវយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះឥឡូវបន្តព័ត៌មានតាក់ទងនឹងស្ត្រីម្នាក់ដែលគាត់នៅខេត្តកំពង់ឆ្នាំងហើយគាត់ចេះតែបន្តរឿងជាបន្តបន្ទាប់មានការពីមុនគឺគាត់មកប្តឹងថាគាត់យកអាសាគេហ្នឹងណាបាទយកអាសាគេទៅហើយដល់យកអាសាជនជាតិវៀតណាមម្នាក់ដល់ពេលទីបំផុតទៅគាត់បានខ្លាញ់ឯកសារខ្លាញ់អីទៅបាទហើយខាងជនជាតិវៀតណាមគាត់បានមកបកស្រាយដែរប៉ុន្តែឥឡូវគាត់មានលិខិតស្នាមបញ្ជាក់ថ្មីទៀតហើយគាត់ថាខាងចៅសង្កាត់នៅក្រុងកំពង់ឆ្នាំងហ្នឹងគឺបានបញ្ជាក់ហើយគឺលិខិតបដិសេធបាទរបស់ខាងចៅសង្កាត់កំពង់ឆ្នាំងហ្នឹងគឺបានលើកឡើងថាលិខិតបដិសេធយើងខ្ញុំឈ្មោះថាភួងលុយអេងចៅសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបានលិខិតបញ្ជាក់លេខ119014ចុះថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2014ដែលនាងខ្ញុំបានបញ្ជាក់ថាឈ្មោះកៃអេភេទស្រីអាយុ44ឆ្នាំសញ្ជាតិខ្មែរទីតាំងកំណើតភូមិអណ្ដូងស្នាយឃុំអណ្ដូងស្នាយស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងមានទីលំនៅភូមិត្រពាំង3សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងដែលយោងតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ0401740032ចុះថ្ងៃទី14ខែ11ឆ្នាំ2003របស់ឯកឧត្តមសូភិរិនបាទសូភិរិនអភិបាលខេត្តកំពង់ឆ្នាំងការពិតឈ្មោះកៃអេនេះតាមបង្កាន់ដៃបាទសម្រងស្ថិតិជនជាតិបរទេសលេខ0077945កឆ
ចុះថ្ងៃទី23ខែកុម្ភៈឆ្នាំ1997បាទរបស់លោកយឹមសូផោះបាទអធិការដ្ឋានស្រុកកំពង់ឆ្នាំងបានបញ្ជាក់ថាឈ្មោះតឹង TE ដែលបច្ចុប្បន្នហៅថាកៃអ៊ីភេទស្រីអាយុ22ឆ្នាំជាជនជាតិវៀតណាមបាទមុខរបរលក់ដូរបាទស្នាក់នៅជួយផ្សេងៗនឹងបាទនៅក្នុងភូមិសាលើឃុំកំពង់ឆ្នាំងស្រុកកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងបាទនេះគឺខាងចៅសង្កាត់គាត់បានបដិសេធថាស្ត្រីនឹងគឺជាជនជាតិវៀតណាមបាទហើយកាលពីមុនគាត់ចៅសង្កាត់នឹងគាត់បានមានលិខិតអីចឹងទៅគាត់ធ្វើអត្តសញ្ញាណប័ណ្ណឬបញ្ជាក់អីផ្សេងៗហើយអ្នកមីងគាត់ចេះមកប្តឹងខាងយើងនឹងណាដោយសារតែគាត់មិនសុខចិត្តទេដោយសារតែគាត់ជួយអាយុអាសាអញ្ចឹងទៅតែទីបំផុតបែរជាខាងស្ត្រីម្នាក់នឹងគាត់ទៅខ្លាយឯកសារគាត់ថាគាត់ជាប្តីហើយធ្វើភេទប្រុសទៅទៀតបាទនេះគឺបើតាមច្បាប់គឺអំពីការខ្លែងឯកសារទៅហើយបាទតាមពិតគាត់ជាស្ត្រីទេហើយគាត់ជាជនជាតិវៀតណាមទៅទៀតហើយឥឡូវគឺតក្តីគ្នាហើយនៅស្អែកនេះវេលាម៉ោង8គឺនៅឯតុលាការកំពូលខេត្តកំពង់ឆ្នាំងនឹងក៏ហៅទាំង2នាក់បាទទៅតទួលគ្នាទៀតបាទអញ្ចឹងខាងអ្នកមីងដែលគាត់ជាជនជាតិខ្មែរនឹងគាត់សូមអំពាវនាវទៅដល់តុលាការមេត្តាពិចារណាទៅលើលិខិតទាំងអស់នេះបាទដែលគាត់មានអញ្ចឹងមកហើយជួនកាលគាត់លើកឡើងថាតុលាការគាត់ផ្អែកទៅលើលិខិតរបស់ខាងភាគីកៅអ៊ីដែលគាត់ថាជាភេទប្រុសហើយជាជនជាតិខ្មែរអញ្ចឹងទៅហើយមានការកាត់តាំងពីសាលាដំបូង70-30បាទហើយក៏បានឡើងសាលាតូគឺ50ទល់នឹង50តែឥឡូវដល់តុលាការកំពូលហើយអ្នកមីងគាត់នឹងគាត់មិនពេញចិត្តទេដែលគាត់ជួយយកអាសាបែរជាត្រូវកាត់សេចក្តីបែបហ្នឹងទៅបាទហើយគាត់ក៏បានដាក់ពាក្យបណ្ដឹងទៅខាងស្នងការផងដែរអ្នកមីងពៅផលហ្នឹងគាត់បានដាក់ពាក្យបណ្ដឹងហើយទៅខាងស្នងការហ្នឹងគឺប្តឹងសុំដកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងសៀវភៅគ្រួសារខ្មែរពីឈ្មោះកៅអ៊ីហៅ TE នេះបាទអញ្ចឹងគាត់ប្តឹងហើយគាត់ថាសុកបែរជាគាត់ត្រូវទទួលរងផលអវិជ្ជមានផលអយុត្តិធម៌បែបហ្នឹងបាទនេះសូមជ្រាបឲ្យតុលាការនៅខេត្តកំពង់ឆ្នាំងទទួលអំពីព័ត៌មាននេះផងដែលគាត់សូមអំពាវនាវជួយរកយុត្តិធម៌ជូនគាត់បាទយើងបញ្ចប់ព័ត៌មាននឹងតែប៉ុណ្្នឹងចុះហើយព័ត៌មានហងមាសពេលរសៀលបានមកដល់ទីបញ្ចប់ទៅហើយយើងខ្ញុំសូមអរគុណចំពោះការតាមដាននិងគាំទ្រទូរទស្សន៍ហងមាស HD TV បាទនៅពេលនេះខ្ញុំបាទតូលសុផុនចារួមជាមួយនឹងខ្ញុំច័ន្ទលៀបក៏ដូចជាក្រុមការងារនៃស្ថានីយ៍ទូរទស្សន៍ហងមាស HD TV សូមអរគុណសូមជម្រាបលា